វីដេអូមុនខ្ញុំធ្លាប់បានបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងគ្រឿងទេសដែលជាផលិតផលខ្មែរនៅក្នុងសាកលវិទ្យាល័យមកយូរហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលបន្លែដែលជារបស់ខ្មែរនៅក្នុងសាកលវិទ្យាល័យមកវិញម្ដងបន្លែទាំងអស់នេះហើយអ្នកទាំងអស់គ្នាជាបន្លែសត្វភាពដែលបានផ្ដល់ដល់កសិករខ្មែរយើងនៅខាងខេត្តស្វាយរៀងមានដូចជាតកួនបៃតឿបៃតញ៉ាញ់បៃខៀវហើយនឹងមានបន្លែជាច្រើនទៀតដែលតបតងតែជារបស់ខ្មែរយើងបៃតឿម្ដងនេះបន្លែ3600ស្ពៃខៀវម្ដងនេះតម្លៃតែ2800ឯងខ្ញីខ្មែរធម្មជាតិមានជាតិគីមីអូអ្នកទាំងអស់គ្នាតែយកចេញមកពីខាងខេត្តមណ្ឌលគិរីស្ងោរជើងជ្រូកឆ្ងាញ់ណាស់តែពេលស្អែកក៏មានដែរបងកាយខាត់ណាត្រង់ល្អណាខ្លាំងម្រះខ្ចីល្អហ្មងតម្លៃខ្មែរយើងអ្នកទាំងអស់គ្នាឃើញទេទាំងល្អហ្មងមកតែនឹងក្រូចឆ្មាអ្នកទាំងអស់គ្នាទុំយកទៅត្រីកោះកុំអញ្ចឹងអ្នកទាំងអស់គ្នាអាចមករកបន្លែថ្មីស្រាប់ៗដែលមាននៅក្នុងសាកលវិទ្យាល័យមកយូរគ្រប់សាខា